ព្រឹត្តិបត្តិព័ត៌មានកម្ពស់ទឹកសម្រាប់ថ្ងៃទី26ខែកក្កដាឆ្នាំ2026តាមបណ្ដាស្ថានីយជលសាស្ត្រទន្លេមេគង្គស្ទឹងត្រែងថ្ងៃនេះទឹកមានកម្ពស់5ម៉ែត្រ5សង់ទីម៉ែត្រទាបជាងថ្ងៃម្សិលមិញ20សង់ទីម៉ែត្រកម្រិតកម្ពស់ប្រុងប្រយ័ត្ន10ម៉ែត្រ70សង់ទីម៉ែត្រទន្លេមេគង្គក្រចេះថ្ងៃនេះទឹកមានកម្ពស់12ម៉ែត្រ68សង់ទីម៉ែត្រទាបជាងថ្ងៃម្សិលមិញ32សង់ទីម៉ែត្រកម្រិតកម្ពស់ប្រុងប្រយ័ត្ន22ម៉ែត្រទន្លេមេគង្គកំពង់ចាមថ្ងៃនេះទឹកមានកម្ពស់6ម៉ែត្រ60សង់ទីម៉ែត្រទាបជាងថ្ងៃម្សិលមិញ28សង់ទីម៉ែត្រកម្រិតកម្ពស់ប្រុងប្រយ័ត្ន15ម៉ែត្រ20សង់ទីម៉ែត្រទន្លេបាសាក់ចតុមុខថ្ងៃនេះទឹកមានកម្ពស់3ម៉ែត្រ68សង់ទីម៉ែត្រទាបជាងថ្ងៃម្សិលមិញ12សង់ទីម៉ែត្រកម្រិតកម្ពស់ប្រុងប្រយ័ត្ន10ម៉ែត្រ50សង់ទីម៉ែត្រទន្លេមេគង្គអ្នកលឿងថ្ងៃនេះទឹកមានកម្ពស់2ម៉ែត្រ42សង់ទីម៉ែត្រទាបជាងថ្ងៃម្សិលមិញ16សង់ទីម៉ែត្រកម្រិតកម្ពស់ប្រុងប្រយ័ត្ន7ម៉ែត្រ50សង់ទីម៉ែត្រទន្លេបាសាក់កោះខែលថ្ងៃនេះទឹកមានកម្ពស់3ម៉ែត្រ48សង់ទីម៉ែត្រទាបជាងថ្ងៃម្សិលមិញ16សង់ទីម៉ែត្រកម្រិតកម្ពស់ប្រុងប្រយ័ត្ន7ម៉ែត្រ90សង់ទីម៉ែត្រទន្លេសាបព្រៃក្តាមថ្ងៃនេះទឹកមានកម្ពស់2ម៉ែត្រ90សង់ទីម៉ែត្រទាបជាងថ្ងៃម្សិលមិញ28សង់ទីម៉ែត្រកម្រិតកម្ពស់ប្រុងប្រយ័ត្ន9ម៉ែត្រ50សង់ទីម៉ែត្របឹងទន្លេសាបកំពង់លួងថ្ងៃនេះទឹកមានកម្ពស់1ម៉ែត្រ90សង់ទីម៉ែត្រទាបជាងថ្ងៃម្សិលមិញ5សង់ទីម៉ែត្រសូមជម្រាបជូនថាស្ថានីយជលសាស្ត្រទន្លេមេគង្គទន្លេសាបនិងទន្លេបាសាក់ទឹកបាននឹងកំពុងស្រកជាបន្តបន្ទាប់ការផ្សាយរបស់ក្រសួងធនធានទឹកនិងឧតុនិយមថ្ងៃទី26ខែកក្កដាឆ្នាំ2026សូមអរគុណ